ផ្លែប៉ុណ្ណឹងបងប្អូនគិតថាផ្លែច្រើនអត់សម្រាប់ខ្ញុំផ្លែប៉ុណ្ណឹងខ្ញុំគិតថាផ្លែច្រើនហើយដោយសារអីឆ្នាំមុនវាផ្លែដែរប៉ុន្តែมันបានផ្លែច្រើនដល់ថ្នាក់នេះទេអានេះគឺផ្លែដូចចងផ្គុំគ្នាអញ្ចឹងណាមួយចកនិយាយពីថាផ្លែផងក្តឹបផងផ្កាផងបន្តកតុយគ្នាបងប្អូនអើយឡងអានេះញ៉ាណោងនិយាយទៅមួយចកហ្នឹង10ផ្លែ20ផ្លែក៏មានដែរនិយាយពីថាផ្លែមែនតែនហ្មងណាបងប្អូនអរគ្នាដាំតំណាំអីមួយបងប្អូនអើយគឺសង្ឃឹមមែនតែនថាពេលដែលប្រមូលផលគឺវាមានតម្លៃអីចឹងណាឆ្នាំនេះមិនដឹងថាមិនមកទេពួកអីឮថាកំពុងតែឡើងថ្លៃគួសមដែរប៉ុន្តែដោយសារតំណនេះចន្ទីម្ដាយខ្ញុំចន្ទីអ៊ីហ្នឹងគឺអត់ទាន់ប្រមូលផលទេគឺទឹមតែចាប់ដើមផ្កាប្រើខ្លះចេញក្តឹបចេញអីហើយក៏មានទុំមួយប្រើដែរអញ្ចឹងណាហើយសង្ឃឹមថានៅពេលដែលប្រមូលផលសុបហ្នឹងគឺតម្លៃចន្ទីនេះគឺបានថ្លៃគួរសមដែរអញ្ចឹងណាបងប្អូនអរគ្នាឃើញចន្ទីផ្លែច្រើនអញ្ចឹងម្ចាស់ចំការនេះណាក៏សប្បាយចិត្តចំណែកអ្នកដែលត្រៀមរើសគ្រាប់ស្វាយចន្ទីនេះហ្នឹងក៏សប្បាយចិត្តដែរដោយសារអីកាលណាផ្លែច្រើនគឺមួយថ្ងៃគឺប្រមូលផលបានច្រើននិយាយទៅគាត់រើសគ្រាប់បានច្រើនអញ្ចឹងគាត់ក៏មានចំណូលប្រចាំថ្ងៃគាត់អីអញ្ចឹងណាសូម្បីតែខ្ញុំឯនេះណាក៏មានអារម្មណ៍ថាចង់រើសដែរឆ្នាំនេះមិនដឹងថាបានសម្រេចអត់ទេពួកឃើញផ្លែចន្ទីច្រើនអញ្ចឹងហើយក៏ចង់រើសស៊ីឈ្នួលម៉ែអញ្ចឹងណាដល់ខែរើសគ្រាប់ស្វាយចន្ទីមិនស្រួលរើសអត់ទាន់ក្មេងៗសិស្សសាលាទេជាពិសេសថ្ងៃអាទិត្យគាត់រៀនណាគឺព្រឹកឡើងតម្រង់មកហើយបងប្អូនអើយនិយាយថារើសវិញគឺរើសអត់ទាន់គាត់ទេធម្មតាទេក្មេងៗកាលណាគាត់រើសក៏គាត់រត់ប៉ណ្ណឹងគ្នាហើយនិយាយទៅគឺគាត់ប៉ណ្ណឹងគ្នាថាមួយថ្ងៃហ្នឹងគាត់រើសបានប្រហែលគីឡូម្នាក់ប្រហែលគីឡូអីអញ្ចឹងណាមិនថាមិនទេរើសគ្រាប់ស្វាយចន្ទីគឺស្រួលមួយយ៉ាងស្រួលជាងយើងធ្វើដំឡូងបងប្អូនអរគ្នាបើយើងធ្វើដំឡូងមីគឺយើងត្រូវការធ្វើនៅកណ្ដាលថ្ងៃកណ្ដាលក្តៅនឹងឯងប៉ុន្តែនៅពេលដែលយើងរើសគ្រាប់ស្វាយចន្ទីគឺយើងដើររើសតែក្រោមដើមវាទេនិយាយទៅគឺមកលុបស្រួលមែនតែននៅពេលដែលយើងរើសរៀងហត់យើងអង្គុយសម្រាកក្រោមដើមហ្នឹងទៅគឺស្រួលណាវាអត់ហត់ដូចយើងធ្វើដំឡូងយើងធ្វើកណ្ដាលក្តៅកណ្ដាលថ្ងៃអីទេបងប្អូនអើយនិយាយទៅគឺស្រួលមួយយ៉ាងដែរហើយចំពោះក្មេងៗសិស្សសាលានៅពេលដែលដល់ខែរើសគ្រាប់ស្វាយចន្ទីចេះនិយាយពីថាគាត់សប្បាយចិត្តមែនតែនដោយសារថ្ងៃអាទិត្យគាត់ទំនេរអញ្ចឹងហើយគឺគាត់មកឆ្លៀតដើររើសអញ្ចឹងទៅគឺគាត់បានលុយបានកាក់ដើម្បីចាយវានៅពេលទៅរៀនអីចឹងណាក៏ហត់សុំឪពុកម្ដាយគាត់ទេនិយាយទៅគឺមួយយ៉ាងដែរតើបងប្អូនចំណែកចំការចន្ទីម្ដាយរបស់ខ្ញុំឯនេះវិញហ្នឹងគឺទឹមតែចេញផ្កាទេចេញផ្កានេះក៏ចេញមិនទាន់ស្រស់ល្អផងហើយក៏ចាប់ដើមមានក្តឹបមួយប្រើដែរនិយាយទៅអាចន្ទីនេះគឺវាផ្លែគឺអត់ស្រស់គ្នាទេបងប្អូនអើយនិយាយទៅគឺវាផ្លែមុនផ្លែក្រោយអញ្ចឹងណាមានក្តឹបមានផ្លែមានអីទុំអីប្រើអញ្ចឹងទៅហើយការប្រមូលផលនេះគឺមិនមែនប្រមូលផលតែមួយថ្ងៃហើយណាបងប្អូនអរគ្នានិយាយទៅគឺវាអត់ទុំស្រស់ទេវាទុំមួយថ្ងៃបន្តិចហើយយើងប្រមូលផលនោះគឺយើងរើសសង្កថារើសរាល់ថ្ងៃជួនកាលថ្ងៃខ្លះខានមួយថ្ងៃខាន2ថ្ងៃអញ្ចឹងទៅប្រមូលផលដើររើសម្ដងអីចឹងណានិយាយទៅគឺតម្រាំតែប្រមូលផលហើយគឺរាប់ខែណាបងប្អូនអរគ្នានិយាយទៅគឺយូរមែនតើកូនណាខ្លះធ្លាប់រើសគ្រាប់ស្វាយចន្ទីស៊ីឈ្នួលម៉ែចំណែកកូនខាងនេះវិញក៏រើសគ្រាប់ស្វាយចន្ទីស៊ីឈ្នួលម៉ែដែរវីដេអូរបស់ខ្ញុំបានមកដល់ទីបញ្ចប់ហើយអរគុណសម្រាប់ការតាមដានរបស់បងប្អូនតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយជម្រាបលាបាយបាយ